អស់គ្នាថ្ងៃនេះចង់នាំបងប្អូនមកមើលឡានមួយគ្រឿងនេះវាមានបញ្ហាកពិតខ្លាំងណាបងប្អូនអស់ហើយមកចូលអាគារតិចណែបាក់តំណងបាក់អីកាច់សាច់អស់ហើយចំណុចដែលសំខាន់ជាងគេគឺទ្វារនេះបងប្អូនមិនអាចមើលគឺសិតតែកពិតហ្នឹងនេះមកអាគារតិចមកនេះឃើញណាបងប្អូនទាំងអស់គ្នាពិនិត្យមើលគឺវាកាច់សាច់នឹងបាក់តំណងចង់ធ្លាសាច់ដែកចេញមកវិញមកឡានមួយគ្រឿងនេះវាបានសាច់ស្កុតនឹងខូចឆ្នាំបន្តិចឯឡាននេះគឺពេលតោនហើយគឺយើងបតក់ឆ្នាំឡើងវិញពេលដែលតោនហើយបងប្អូនចាំពិនិត្យមើលជាមួយបងប្អូនថាខាងបងប្អូនអាចតោនស្ងួតពិតប៉ុណ្ណឹងបានហើយអត់បងប្អូនចាំតាមដាននៅក្នុងចុងវីដេអូខាងបងប្អូននឹងដាក់បង្ហាញឡានមួយគ្រឿងនេះនៅក្នុងចុងវីដេអូបងប្អូនទាំងអស់គ្នាបានឃើញអរគុណច្រើនបងប្អូនទាំងអស់គ្នាចេញលទ្ធផលនេះ2ថ្ងៃបងប្អូនវានេះមួយវាយមកផឹកដល់ល្ងាចទៅហើយមិញណាហើយទ្វារនោះវាយម្សិលមិញមកក្បាលល្ងាចក៏ឥឡូវនេះបានចេញជាលទ្ធផលមកវិញហើយប៉ុន្តែគាត់ថាលទ្ធផលនេះវារៀងស្អិតបន្តិចបងប្អូនដោយសារឡានវាក៏ពិតខ្លាំងពិបាកធ្វើឥឡូវខាងបងប្អូនបានរៀបចំតាមស្ងួតមកវិញស្មើស្អាតមកវិញហើយបងប្អូនអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានឡានដែលក៏ពិតដូចនៅក្នុងរូបរាងអញ្ចឹងបងប្អូនកុំតន់សម្រាប់ចិត្តយកឡានទៅតាមមួយឆ្នាំបងប្អូនអាចយកមកតោនស្ងួតនៅកន្លែងបងប្អូនបានអរគុណច្រើនបងប្អូនបើសិនមានឡានអាចតាក់ទងខាងបងប្អូនបានអរគុណ